សួស្តីបងប្អូនអរគុណនេះខ្ញុំយកមកបងប្អូនអរគុណទស្សនាពីវិធីឆាក្តៅអន្ទង់អញ្ចឹងទៅមើលពីវិធីឆាក្តៅអន្ទង់ទាំងអស់គ្នាតទៅយើងលាងបន្លែលាងអន្ទង់ហាន់គ្រឿងយើងក៏ចាប់ផ្ដើមកាត់អន្ទង់ជាកង់តពីកាត់អន្ទង់ជាតូចរួចមកយើងចាប់ផ្ដើមដាក់វាចូលក្នុងខ្ទះដាក់អំបិលបន្តិចរួចកូរត្រឡប់វាឲ្យស្ងួតទឹកឲ្យស្ងួតទឹកអំបិលតមកវាស្ងួតទឹកអំបិលយើងចាប់ផ្ដើមចាក់ប្រេងឆាដើម្បីបំពងខ្ទឹមទឹកក្រូចកលក្ខីនិងម្ទេសឲ្យឡើងឈ្ងុយបន្តិចរួចយើងក៏ចាក់សាច់អន្ទង់ចូលដែលយើងដួសទុកមិញមកហើយដាក់សណ្តែកគួរកូរវាចូលជាតិគ្នាឲ្យសព្វរយៈប្រើកូរវាឲ្យស្ទើរហើយយើងថែមគ្រឿងថយតាមចំណង់ចំណូលចិត្តម្ហូបយើងឆ្អិនរសជាតិការស្រេច